Ok សួស្តីបងប្អូនឥឡូវយើងវិលត្រឡប់មកជួបខ្ញុំសាជាថ្មីម្ដងទៀតយើងមកបន្តនៅមេរៀនទី2របស់យើងដែលក្នុងវីដេអូទី1យើងនិយាយអំពីការស្វែងរកនៅ Gmail Fake ដើម្បីទៅបង្កើតaccount របស់ website ផងAI ហ្នឹងដើម្បីយើងអាចចូលទៅ generate រូបភាពអីបានអញ្ចឹងថ្ងៃនេះយើងនឹងទៅដឹងពីមួយរបៀបទៀតដើម្បីយក Gmail ដែលយើងបានមកហ្នឹងទៅបញ្ចូលនៅក្នុងwebsite របស់ AI មួយចំនួនដែលយើងយកមកប្រើប្រាស់អញ្ចឹងឥឡូវយើងចូលទៅទាំងអស់គ្នាហើយអត់ចូលតាណាឆ្ងាយទេនៅតែក្នុងជ្រុងដដែលហ្នឹងគ្រាន់តែអ្នកគ្នាចូលទៅក្នុងកម្មវិធីជ្រុំមកពេលអ្នកគ្នាចូលមកក្នុងជ្រុំហើយអ្នកគ្នាចុចពីតា search មកហើយអ្នកគ្នាវាយថា Leonardo ណានេះដោយសារតែខ្ញុំធ្វើរាល់ថ្ងៃចឹងទៅវាជាប់នៅនឹងចឹងអ្នកគ្នាគ្រាន់តែវាយពាក្យថា Leonardo AI ចឹងមកហើយអ្នកគ្នាចូលមកនេះអញ្ចឹងអ្នកគ្នាឃើញទាំងមួយដែលគេបង្ហាញនៅខាងមុខទេអានេះគឺជា website របស់ AI ដែលយើងយកទៅប្រើប្រាស់អញ្ចឹងរបៀបទៅ sign in តែយើងចូល sign in របៀបណាឥឡូវអានេះដោយសារខ្ញុំ sign in ជាប់ឥឡូវខ្ញុំចេញសិនបាទចូលខ្ញុំសុំចេញអូខេខ្ញុំ log out ចេញសិនអូខេនេះថ្មីហើយបាទថ្មីជួបសុំម្ដងទៀតដោយសារមិនវានឹងជាប់ Gmail វិញអូខេឥឡូវពេលដែលយើងចូលមកថ្មីវាអត់ទាន់មានអីទាំងអស់អញ្ចឹងណាហើយយើងអត់ដឹងថាទៅធ្វើម៉េចទេដើម្បីអាចចូលទៅប្រើប្រាស់នៅ website មួយនឹងបានអញ្ចឹងអ្នកគ្នាចុចពី target start មកហ្នឹងហើយអញ្ចឹងពេលអ្នកទាំងអស់គ្នាចុចពី target start វានឹងសូផ្ទាំងមួយបែបនេះអញ្ចឹងអ្នកទាំងគ្នាចូលជ្រើសរើសពាក្យថា continue with Gmail នេះពេលយើងចុចពីតា continue with Gmail មកហើយបន្ទាប់មកយើងចូលទៅយក Gmail Fake របស់យើងមកអញ្ចឹងចូលទៅយក Gmail Fake របស់យើងចូលទៅកន្លែងណាគឺយើងចូលទៅកន្លែងដែលយើងរៀនលើកមុនកន្លែងដែលយើងមើលលើកមុនអស់គ្នាហ្នឹងអូខ្ញុំចុចអត់ទៅទេចាំតិចវាអត់ឲ្យសុំទោសចឹងខ្ញុំសុំបាត់លេងទីភាសាវាទឹកកន្លែងចឹងយើងចូលមកកន្លែងនឹងម្ដងទៀតបន្ទាប់មកយើងចូលពាក្យថា Gmail ចូល Gmail យើងចូលកន្លែង email ចូលក្នុង Gmail មកហើយបន្ទាប់មកអ្នកទាំងនេះចូលទៅយកបាទនេះតាម mail ដែលយើងរៀនលើកមុនហ្នឹងហើយអ្នកទាំងនេះចូលមកចាំតិចវាពងលោតហើយបន្ទាប់មកអ្នកទាំងនេះចូលពីតា copy ចឹងមកហើយអ្នកទាំងនេះចូលទៅផ្ទាំង Leonardo វិញបន្ទាប់មកអ្នកទាំងគ្នាផាកនឹងចូលមកហើយអ្នកទាំងគ្នាចុចថា continue ហើយអ្នកទាំងគ្នាបង្កើត password ខ្លួនឯងមួយមកខ្ញុំសូមវាយអូខេខ្ញុំសូមវាយ2123ចេះដល់លេខ8អក្សរធំមួយហើយអក្សរតូចមួយបែបនេះមកហើយនេះដូចគ្នាអញ្ចឹងអូខេចុះពេលយើង select ប៉ុណ្នេះហើយយើងធ្វើមកចិត្តយើងចុចពីតា create មួយមកអញ្ចឹងចំណុចនេះវាឲ្យយើង verify ជាមួយលេខកូដអញ្ចឹងយើងត្រូវយកកូដនឹងកន្លែងណាគឺយើងចូលទៅយកកន្លែងតាម mail ទៅដែរចូលផ្ទាំងវិញមក
អូយមកក្រោមបន្តិចអ្នកនរគ្នានឹងឃើញ Leonardo AI នេះយក verify code នៅនេះយើងចុចលើវាមួយចឹងណាហើយយើងអូសមកក្រោមតិចទៀតមកយើងនឹងឃើញយក confirmation code នៅខាងក្រោមនេះហើយចឹងយើង copy អា date code ហ្នឹងមកយើង copy វាមកហើយយើងចូលទៅទាំង AI វិញអូខេហើយតមកយើងផាសវាចូលកន្លែងហ្នឹងមកបាទចឹងពេលយើងផាសចូលហើយយើង continue វាមួយមកអូខេអញ្ចឹងវាជោគជ័យហើយវាកំពុងដំណើរការយើងអូខេអញ្ចឹងបានន័យថាយើងយើងជោគជ័យហើយអញ្ចឹងយើងគ្រាន់តែចុចពីថា agree ទាំងអស់អញ្ចឹងមកហើយយើងចាប់ផ្ដើមនេះទៅអូខេអញ្ចឹងមកថា account នេះគឺយើងចូលប្រើបានហើយអញ្ចឹងគឺយើងអាចចូលទៅបង្កើតរូបភាពតាមចិត្តយើងចង់បង្កើតបានហើយដើម្បីយករូបភាពហ្នឹង generate ទៅជាវីដេអូអញ្ចឹងណាអញ្ចឹងនេះជាវិធីសាស្ត្រក្នុងការបង្កើតក្នុងការយក account fake យកមកបង្កើត account Leonardo AI ហ្នឹងយកទៅប្រើប្រាស់អញ្ចឹងវីដេអូបន្ទាប់ខ្ញុំនឹងនិយាយអំពីការផលិតរូបភាពតាមរយៈ AI មួយហ្នឹងតើយើងធ្វើម៉េចទៅសេរបៀបម៉េចដើម្បីឲ្យវាក្លាយទៅជារូបភាពមួយដែលយើងចង់បានស្អាតដូចបែបហ្នឹងហើយរបៀប download រូបភាពចេញពី website មួយហ្នឹង